មនុស្ស14លាននាក់អាចនឹងស្លាប់នៅឆ្នាំ2030ព្រោះសហរដ្ឋអាមេរិកកាត់ផ្តាច់ជំនួយមនុស្សធម៌ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ The Lancet ព្រមមានថាការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការកាត់បន្ថយជំនួយមនុស្សធម៌អាចនាំឲ្យមានមនុស្សស្លាប់ជាង14លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ2030ក្នុងនោះរួមមាន1/3ជាកុមារមានអាយុក្រោម5ឆ្នាំយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់រដ្ឋបាលលោកត្រាំនៅដើមឆ្នាំនេះថាខ្លួនបានលុបចោលកម្មវិធីជាង 80% នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយថាជំនួយដែលនៅសេសសល់នឹងត្រូវគ្រប់គ្រងដោយផ្ទាល់នៅក្រោមក្រសួងការបរទេសសម្រាប់ការត្រួតពិនិត្យមានប្រសិទ្ធភាពជាងទោះជាយ៉ាងណាក៏ដោយអ្នករិះគន់ព្រមានថាការសម្រេចចិត្តនេះអាចផ្លាស់ប្ដូរវឌ្ឍនភាពសុខភាពរយៈពេល2ទសវត្សរ៍នៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យមសហអ្នកនិពន្ធនិងស្រាវជ្រាវលោក David Rosella មកពីវិទ្យាស្ថានបាសេឡូណាសម្រាប់សុខភាពសកលបានប្រដូចទំហំនៃផលប៉ះពាល់ទៅនឹងសង្គ្រាមដ៏ធំឬជំងឺរាតត្បាតការសិក្សាបានពិនិត្យទិន្នន័យពីប្រទេសចំនួន133ហើយបានរកឃើញថា USAID បានជួយការពារការស្លាប់ចំនួន91លាននាក់នៅចន្លោះឆ្នាំ2001ដល់ឆ្នាំ2021អ្នកជំនាញប៉ាន់ប្រមាណថាការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកចំនួន 83% អាចបណ្ដាលឲ្យកុមារប្រហែល70,000នាក់ស្លាប់ជារៀងរាល់ឆ្នាំបញ្ហានេះបាននាំឲ្យមន្ទីរពេទ្យក្នុងជំរំជនភេទខ្លួនការគូម៉ានៃប្រទេសកេនយ៉ាកើនឡើងអ្នកជំងឺខ្វះអាហារូបត្ថម្ភជាមួយនឹងអាហារូបត្ថម្ភក្នុងកម្រិតទាបបំផុតមន្ត្រីអង្គការសហប្រជាជាតិនិយាយថាមនុស្សរាប់សែននាក់កំពុងស្រេកឃ្លានបន្តិចម្ដងដោយសារតែមានការរំខានដល់ជំនួយការរកឃើញទាំងនេះត្រូវបានចេញផ្សាយនៅពេលដែលមេដឹកនាំពិភពលោកបានប្រមូលផ្ដុំគ្នានៅទីក្រុងសេវីឡេប្រទេសអេស្ប៉ាញសម្រាប់សន្និសីទជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិដ៏ធំបំផុតក្នុងរយៈពេល1ទសវត្សរ៍ទីភ្នាក់ងារមនុស្សធម៌កំពុងជំរុញឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនៅជំហរជំនួយរបស់ខ្លួនដើម្បីការពារវិបត្តិសុខភាពពិភពលោកដែលកំពុងកើតមាន